យឧត្តមគឹមរដ្ឋាភិបាលជំរុញឲ្យយុវជនខេត្តព្រះវិហារផ្លាស់ប្តូរផ្នត់គំនិតចាស់និងងាកមកចាប់យកជំនាញបច្ចេកទេសដែលជាទ្រព្យមហាសាលសម្រាប់អនាគតការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនចំពោះការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈត្រូវបានលើកឡើងយ៉ាងដិតដល់ក្នុងនាមជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាអត់ការងារធ្វើនិងការបង្កើនប្រាក់ចំណូលគ្រួសារនៅក្នុងខេត្តព្រះវិហារនេះជាខ្លឹមសារសំខាន់ដែលស្ដែងចេញពីប្រសាសន៍ដឹកនាំរបស់ឯកឧត្តមគឹមរដ្ឋាភិបាលខេត្តព្រះវិហារក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តនាព្រឹកថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះថ្លែងក្នុងទិវាដ៏មានសារៈសំខាន់នេះឯកឧត្តមអភិបាលខេត្តបានផ្ញើសារយ៉ាងស៊ីជម្រៅទៅកាន់យុវជននិងក្មួយៗសិក្ខាកាមទាំងអស់ឲ្យលុបបំបាត់ផ្នត់គំនិតអវិជ្ជមានកន្លងមកដែលតែងតែយល់ច្រឡំថាការរៀនជំនាញបច្ចេកទេសគឺជាការរៀនថ្នាក់ទាបឬគ្មានទីផ្សារការងារផ្ទុយទៅវិញឯកឧត្តមបានពន្យល់ថាក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្នការមានជំនាញបច្ចេកទេសច្បាស់លាស់និងការដឹងច្បាស់ពីបច្ចេកវិទ្យាគឺជាជម្រើសដ៏ឆ្លាតវៃបំផុតនិងប្រៀបដូចជាទ្រព្យសម្បត្តិមហាសាលជាប់នឹងខ្លួនដែលធានាថាមិនខ្វះការងារធ្វើនិងមានប្រាក់ចំណូលខ្ពស់សមរម្យស្របតាមគោលការណ៍រៀនឲ្យចេះរៀនឲ្យចប់និងមានការងារធ្វើដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរផ្នត់គំនិតនេះនិងបង្កើតប្រព័ន្ធអេកូឡូស៊ីការងារដ៏រឹងមាំមួយនៅក្នុងខេត្តរដ្ឋបាលខេត្តព្រះវិហារក៏បានដាក់ចេញនូវចំណាត់ការអន្តរវិស័យដោយជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចុះផ្សព្វផ្សាយគៀងគរយុវជនដល់ខ្នងផ្ទះជាពិសេសយុវជនដែលបោះបង់ការសិក្សាឲ្យមកទទួលការបណ្ដុះបណ្ដាលជំនាញដើម្បីជៀសផុតពីហានិភ័យផ្សេងៗជាមួយគ្នានេះឯកឧត្តមគឹមរដ្ឋាភិបាលក៏បានអំពាវនាវដល់វិស័យឯកជនម្ចាស់សហគ្រាសនិងក្រុមហ៊ុនក្នុងខេត្តឲ្យបង្កើនកិច្ចសហការកាន់តែស៊ីជម្រៅតាមរយៈការបើកទ្វារទទួលយកសិស្សចុះកម្មសិក្សានិងផ្ដល់ឱកាសការងារដែលមានប្រាក់បៀវត្សសមរម្យដល់យុវជនដែលបញ្ចប់ការសិក្សាក្នុងគោលបំណងរួមគ្នាកសាងកម្លាំងពលកម្មជំនាញដ៏រឹងមាំមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះវិហារឲ្យកាន់តែមានសក្តានុពលខ្ពស់បន្ថែមទៀត